បាទជាដំបូងសូមអរគុណទៅដល់សារព័ត៌មាន RT ដែលបានចំណាយពេលវេលាមកសម្ភាសន៍ខ្ញុំជាពិសេសអំពីចំណាប់អារម្មណ៍របស់យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំងក្រោមយុទ្ធនាការខ្មែរត្រូវតែខ្លាំងបន្ទាប់ពីយើងបានបញ្ចប់នៅយុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំងកាលពីថ្ងៃទី17 18 19កន្លងទៅនេះគឺខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងមែនទែនជាមួយនឹងក្រុមការងារទាំងអស់ដោយបានឃើញនៅការចូលរួមគ្រប់គ្រងនៅក្នុងពិព័រណ៍ទីផ្សារពាណិជ្ជកម្មនិងអាហារកម្ពុជានេះគឺថាមានភាពអធិកអធមខ្លាំងមែនទែនគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋលើសពីការរំពឹងទុករបស់យើងទៅទៀតកាលដើមឡើយយើងរំពឹងថាបងប្អូនប្រជាជនយើងនឹងមកចូលរួមត្រឹម 30000 នាក់គឺជាអ្វីដែលយើងបានគ្រោងទុកហើយក៏ប៉ុន្តែដល់ពេលជាក់ស្ដែងយើងទទួលបានការចូលរួមរហូតដល់ 50000 នាក់អញ្ចឹងនេះគឺជាជោគជ័យមួយដ៏ធំនៅក្នុងការរៀបចំយុទ្ធនាការអាហារខ្មែរទៅខ្លាំងដែលមានការចូលរួមគ្រប់គ្រងទាំងបងប្អូនយើងដែលដាក់ស្តង់ក៏ដូចជាបងប្អូនយើងដែលជាគណៈកម្មការទាំងខាងវិស័យសិល្បៈទាំងខាងវិស័យចុងភៅនិងបងប្អូនជាច្រើនផ្សេងទៀតនៅក្នុងវិស័យឯកជននិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈរួមទាំងរាជរដ្ឋាភិបាលផងដែរសកម្មភាពទាំងនេះគឺជាសកម្មភាពដើម្បីលើកកម្ពស់នៅវិស័យឯកជនជាពិសេស SME ដើម្បីឲ្យគាត់មានឱកាសបានចូលរួមកម្លាំងគ្នាធ្វើការដែលបង្កើននៅទីផ្សារធ្វើឲ្យវិស័យកសិកម្មបានមានការដាំដុះការចិញ្ចឹមហើយនឹងការកែច្នៃក៏ឲ្យមានការកាត់ឡើងច្រើនហើយនឹងធ្វើឲ្យចលនានៃទីផ្សាររបស់យើងកាន់មានផលផុសទាំងក្នុងស្រុកនិងក្រៅស្រុកតើតើទៅនឹងអត្ថប្រយោជន៍នៃព្រឹត្តិការណ៍នេះគឺបានជួយទៅដល់អ្នកពាក់ព័ន្ធជាច្រើនទី1គឺបងប្អូនដែលជាម្ចាស់ជីវកម្មក្នុងវិស័យអាហារតាំងពីការមានការឈ្លានពានមកគឺយើងខិតខំប្រជាពលរដ្ឋទាំងអស់ខិតខំពហិការបាទធ្វើពហិការដែលផលិតផលរបស់ផ្ទះលេខ 2 នោះហើយវាជាឱកាសដែលឲ្យបងប្អូនក្នុងស្រុកចាប់ផ្ដើមប្រឹងប្រែងផលិតកសាងសមត្ថភាពធ្វើម៉េចឲ្យផលិតផលមានស្តង់ដារអញ្ចឹងព្រឹត្តិការណ៍របស់យើងមិនមែនគ្រាន់តែជួយពួកគាត់ឲ្យលក់នៅអ្វីដែលគាត់មានទេប៉ុន្តែយើងបានជួយគាត់នៅការកសាងសមត្ថភាពដែលធ្វើម៉េចឲ្យផលិតផលសេវាកម្មរបស់គាត់នោះមានស្តង់ដារមានសុវត្ថិភាពមានអនាម័យគិតពីសុខភាពដែលគាត់អាចឈរជើងឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្រងរយៈពេលយូរចឹងខ្ញុំឃើញថាបងប្អូនដែលជាសហគ្រិនអាហារគាត់មានសេចក្តីរីករាយហើយមានការចូលរួមអញ្ចឹងយើងទទួលបានប្រយោជន៍ទាំងអស់គ្នាទាំងបងប្អូនដែលជាប្រជាពលរដ្ឋក៏បានអាហារល្អអាហារជាទីទុកចិត្តអាហារមួយដែលមានសុវត្ថិភាពនិងសុខភាពហើយរាជរដ្ឋាភិបាលក៏មានការសប្បាយចិត្តដែលលោកឃើញនៅការខិតខំប្រឹងប្រែងរបស់យើងក៏ដូចជាបងប្អូនសហគ្រិននៅក្នុងវិស័យអាហារនេះតែម្ដងអញ្ចឹងវាមានប្រយោជន៍ច្រើនហើយអ្វីដែលលើសពីនេះទៅទៀតគឺយើងឲ្យគាត់មានការច្នៃប្រឌិតគឺអាហារនេះគឺថាមិនត្រឹមតែអាហារដែលខ្មែរយើងធ្លាប់ញ៉ាំនោះទេប៉ុន្តែយើងចាប់ផ្ដើមឲ្យមានអាហារដែលមានការច្នៃប្រឌិតនវានុវត្តន៍ដែលយើងហៅថាអាហារមិត្តភាពអញ្ចឹងក្នុងនោះយើងមានការប្រកួតប្រជែងដែលឲ្យបងប្អូនសហគ្រិនក៏ដូចជាបងប្អូនចុងភៅសិល្បករ KOL បានចូលរួមលើកកម្ពស់តាមរយៈការប្រកួតប្រជែងអាហារនវានុវត្តន៍ដែលអាហារនោះខ្មែរយើងកាត់ជាមួយនឹងអាហារប្រទេសណាមួយទៅបាទដើម្បីច្នៃប្រឌិតឲ្យមានជាចំណុចចាប់ផ្ដើមមួយទំនាក់ទំនងជាមួយនឹងទីផ្សារថ្មីទីផ្សារអន្តរជាតិដែលជាការបើកច្រកឲ្យបរទេសបានចាប់អារម្មណ៍ថាខ្មែរយើងមានអាហារច្នៃប្រឌិតអាហារដែលអាចពាក់ព័ន្ធជាមួយនឹងប្រទេសគេដែលយើងហៅថាអាហារមិត្តភាពនេះឯងអញ្ចឹងនេះគឺជាអ្វីដែលជាប្រយោជន៍ថ្មីវាមិនមែនយើងផ្អែកទៅលើតែអាហារយើងប្រពៃណីរបស់យើងនោះទេប៉ុន្តែជាអាហារដែលមានការនវានុវត្តន៍ហើយមានការចាប់អារម្មណ៍ពីអ្នកពាក់ព័ន្ធទាំងអស់បាទបើយើងក៏លេចទៅមើលលទ្ធផលដែលយើងថាវាជាជោគជ័យនោះជាយុទ្ធសាស្ត្រនោះខ្ញុំគិតថាវាជារឿងមួយសាមញ្ញទេអ្វីដែលសំខាន់នោះគឺបេះដូងនៃប្រជាពលរដ្ឋរបស់យើងបេះដូងនៃសហគ្រិនរបស់យើងដែលចូលរួមបេះដូងនៃគណៈកម្មការទាំងអស់ដោយសារតែយើងបានយកបេះដូងមកចូលរួមទាំងអស់គ្នាដោយមិនគិតថាអ្វីដែលយើងធ្វើនោះជារបស់នរណាម្នាក់ទេសូម្បីតែខ្ញុំក្នុងនាមជាអ្នកដឹកនាំក៏ដូចជាព្រឹត្តិការណ៍គំនិតក៏មិនមែនជារបស់ខ្ញុំម្នាក់ឯងដែរអញ្ចឹងទាំងអស់គ្នាមានភាពពាក់ព័ន្ធជាសហស្ថាបនិកនៃយុទ្ធនាការខ្មែរទៅខ្លាំងក៏ដូចជាយុទ្ធនាការអាហារខ្មែរទៅខ្លាំងអញ្ចឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែជាសហស្ថាបនិកនៃព្រឹត្តិការណ៍ហ្នឹងអញ្ចឹងមានការចូលរួមទាំងអស់គ្នាហើយ
ធ្វើដោយក្តីស្រឡាញ់ធ្វើដោយការដែលចង់បំលែងនៅការឈឺចាប់ចេញពីការឈ្លានពាននោះឲ្យទៅជាកម្លាំងស្នេហាជាតិមួយកម្លាំងរួបរวมមួយសេចក្តីស្រឡាញ់មួយដែលជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងកលៈទេសៈនេះដែលយើងត្រូវតែបង្ហាញអំពីស្មារតីរឹងមាំរបស់ខ្មែរតាមរយៈនៃការរួបរวมគ្នាអញ្ចឹងការរួបរวมគ្នានេះគឺជានិមិត្តរូបមួយដែលយើងប្រមូលផ្ដុំបាទតាមរយៈកិច្ចការដែលយើងធ្វើនេះប្រសិនបើសូម្បីតែកិច្ចការពីពណ៌ប៉ុណ្ណឹងយុទ្ធនាការមួយប៉ុណ្ណឹងយើងធ្វើអត់បានតែយើងអាចរួបរวมឲ្យបានអញ្ចឹងនេះគឺជាខ្ញុំគិតថាវាមិនមែនជារឿងអីដែលយុទ្ធសាស្ត្រអីទេប៉ុន្តែវាជាសេចក្តីស្រឡាញ់ជាសុបិនមួយរួមដែលយើងចង់ឃើញស្មារតីរួបរวมរបស់ខ្មែរអញ្ចឹងក្រៅពីរឿងនេះក្រៅពីមានសេចក្តីស្រឡាញ់នេះហើយយើងដាក់កម្លាំងចូលបាទយើង volunteer គេហៅស្ម័គ្រចិត្តដូចខ្ញុំក្នុងនាមជាស្ថាប័នវិទ្យាស្ថាន CEO យើងបានដាក់កម្លាំងក្រុមការងារយើងទាំងអស់ចូលធ្វើមិនមែនតែខ្ញុំម្នាក់ទេគឺថាទូទាំងស្ថាប័នតែម្ដងបុគ្គលិករបស់ខ្ញុំទាំងអស់គឺបានចូលរួមរៀបចំតាំងពីដើមមកមានដៃគូយើងផ្សេងទៀតដែលជាគណៈកម្មការដែលជាក្រុមការងារដូចលោកទេវសុផារ៉ាបងជុនរតបងចម្រុងលោកមេហ៊ីនិងក្រុមការងារយើងផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងវិស័យសិល្បៈនិងវិស័យរៀបចំហ្នឹងគឺបានចូលរួមគ្នាដូចជាការធ្វើបុណ្យមួយរួមគ្នាអញ្ចឹងបាទវាមិនមែនយើងធ្វើដើម្បីប្រយោជន៍តែបុគ្គលណាម្នាក់នោះទេគឺជាប្រយោជន៍រួមសម្រាប់សង្គមជាតិរបស់យើងអញ្ចឹងនេះគឺជាខ្ញុំគិតថាវាគឺជាការប្រមូលផ្ដុំនៅកម្លាំងរួមកម្លាំងសាមគ្គីដែលយើងធ្វើឲ្យបានអញ្ចឹងនេះហើយខ្ញុំចាត់ទុកថាវាជាយុទ្ធសាស្ត្ររួមទៅចោះដែលអាចធ្វើឲ្យរឿងនេះកើតឡើងបានបាទខ្ញុំសូមបន្ថែមបន្តិចសិនមុនចូលទៅដល់ឧបសគ្គទាក់ទងនឹងយុទ្ធសាស្ត្រក៏ដូចជាការរៀបចំនឹងដែរក្រៅពីកម្លាំងរៀបរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយបេះដូងនៃក្តីស្រឡាញ់ហើយយើងក៏ត្រូវតែមានរៀបចំនៅផែនការបាទព្រោះយើងកំពុងតែរៀបចំឲ្យមាននៅស្តង់ដារអញ្ចឹងការដឹកនាំធ្វើរបស់យើងហ្នឹងក៏ជាការរៀបចំឲ្យមានស្តង់ដារមួយដែរអញ្ចឹងដែលយើងត្រូវមានផែនការច្បាស់យើងបានគិតទុកជាមុននៅអ្វីដែលត្រូវធ្វើហ្នឹងពាក់ព័ន្ធហ្នឹងមុនពេលយ៉ាងដូចម្ដេចកំឡុងពេលយ៉ាងដូចម្ដេចក្រោយពេលយ៉ាងដូចម្ដេចហើយយើងគិតអំពីហានិភ័យអីខ្លះដែលអាចកើតឡើងមុនពេលនោះនិងអ្វីខ្លះដែលអាចកើតឡើងបញ្ហាកើតឡើងនៅក្រោយពេលអញ្ចឹងយើងរៀបចំនៅផែនការយ៉ាងច្បាស់លម្អិត30 degree ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់បាទអញ្ចឹងនេះគឺជាចាត់ទុកថាជាយន្តការយុទ្ធសាស្ត្រត្រៀមលក្ខណៈនៃការធ្វើឲ្យព្រឹត្តិការណ៍នេះដំណើរការទៅបានចឹងកាលណាទាំងអស់គ្នាដែលពាក់ព័ន្ធនឹងបានយល់អំពីអ្វីត្រូវធ្វើមុនពេលដែលត្រូវកើតឡើងនិងកំឡុងពេលដែលត្រូវកើតឡើងនិងក្រោយពេលដែលត្រូវកើតឡើងហើយបានត្រៀមលក្ខណៈកម្លាំងក្នុងការធ្វើកិច្ចការទាំងអស់នោះនេះហើយគឺជាអ្វីដែលធ្វើឲ្យព្រឹត្តិការណ៍នោះបានលេចភាពអស្ចារ្យនោះបាទក្នុងនោះដែរឆ្លើយតបនឹងសំណួររបស់បងរំបាញ់ថាតើអ្វីដែលជាបញ្ហាឧបសគ្គនៅក្នុងដំណើរនៃការកើតឡើងនៃព្រឹត្តិការណ៍នេះប្រកបណាស់វាអ្វីវាមិនមែនកើតឡើងដោយរលូនរលោងស្រិលនោះទេបាទដោយសារតែកិច្ចការនេះធំព្រឹត្តិការណ៍ពិព័រណ៍បងប្អូនប្រជាពលរដ្ឋរបស់យើងជាពិសេសសហគ្រិននៅក្នុងវិស័យអាហារឬផលិតផលខ្មែរបងប្អូនមួយចំនួនគាត់បានមានឧបសគ្គមានអារម្មណ៍ថាការមកតាំងពិព័រណ៍ហ្នឹងគឺគាត់ខាតពេលគាត់ខាតលុយគាត់ពេលដែលចូលមកតាំងពិព័រណ៍ទៅគឺធ្វើឲ្យគាត់អត់សូវមានភ្ញៀវមកអញ្ចឹងវាជាការខាតពេលឲ្យគាត់មានការព្រួយបារម្ភរឿងហ្នឹងអញ្ចឹងយើងដោយសារយល់ដឹងអំពីរឿងនេះច្បាស់ក៏យើងបានខិតខំគិតគូរអំពីថាតើយើងទៅធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹងអញ្ចឹងយើងត្រូវតែមានការចូលរួមជាយុទ្ធសាស្ត្រការចូលរួមជាកម្លាំងការចូលរួមធ្វើម៉េចឲ្យមានភាពតាក់ទាញនៅក្នុងព្រឹត្តិការណ៍ហ្នឹងអញ្ចឹងហើយបានយើងមានទាំងការប្រកួតប្រជែងចម្រៀងការប្រកួតប្រជែងទុរេនការប្រកួតប្រជែងចុងភៅសិល្បៈអីផ្សេងៗដែលធ្វើឲ្យមានភាពតាក់ទាញហ្នឹងអញ្ចឹងយើងមិនមែនគ្រាន់តែធ្វើដើម្បីគ្រាន់តែឲ្យដាក់ប៊ូតចោលហើយឲ្យគាត់មកតាំងលក់ពេលនោះវាអាចនឹងជាឧបសគ្គអញ្ចឹងហើយយើងថាធ្វើម៉េចដើម្បីយកព្រឹត្តិការណ៍ទាំងមូលនេះឲ្យទៅជាព្រឹត្តិការណ៍ថ្នាក់ជាតិដែលខាងក្នុងឲ្យមានចលនាអីខាងក្រៅឲ្យមានចលនាអីដើម្បីឲ្យអ្នកតាមផ្លូវក៏បានចូលអ្នកដែលបានដឹងតាម social media ក៏បានចូលអ្នកដែលបានចូលមកក្នុងហ្នឹងក៏នាំគ្នាមកចូលរួមឲ្យបានកាន់តែច្រើនឧបសគ្គមានច្រើនទៀតនៅពេលដែលយើងមានគណៈកម្មការច្រើនអញ្ចឹងហើយបងប្អូនយើងសិតតែស្ម័គ្រចិត្តបាទហើយខ្ញុំពិតជាស្រឡាញ់គោរពឲ្យតម្លៃនៅបេះដូងរបស់ពួកគាត់ដែលគាត់បានដាក់បេះដូងដាក់ពេលវេលាមកធ្វើក៏ប៉ុន្តែក៏មានឧបសគ្គដែរដោយសារគាត់ក៏ត្រូវមានឆ្នាំងបាយរបស់គាត់ការងារគាត់អញ្ចឹងត្រូវការតាមដានត្រូវការធ្វើការជាមួយពួកគាត់ឲ្យបានស្អិតរមួតហើយមានការអត់ធ្មត់យើងមិនអាចដូចដែលយើងដឹកនាំក្រុមហ៊ុនយើងដែលស៊ីប្រាក់ខែជាបុគ្គលិកនោះទេអញ្ចឹងទាំងអស់គ្នាត្រូវស្ម័គ្រចិត្តអញ្ចឹងយើងទៅយល់អំពីការលះបង់របស់ពួកគាត់ឲ្យតម្លៃការលះបង់គាត់តិចក្តីច្រើនក្តីធ្វើបានខ្លះអត់បានខ្លះកន្លែងណាគាត់ធ្វើអត់បានយើងចូលទៅធ្វើយើងនាំគ្នាទៅធ្វើយើងឲ្យដឹងអំពីស្ថានភាពស្ថានភាពដែលកើតឡើងពីមួយជំហានទៅមួយជំហាន
ឧបសគ្គមួយទៀតគឺអ្វីដែលយើងមានបញ្ហាធំមួយនោះគឺមុនពេលធ្វើព្រឹត្តិការណ៍ថ្ងៃ17 ខែ9 ខែ 7 ហ្នឹងតែពិតយើងក្រុងធ្វើតាំងពីថ្ងៃទី26 27 28នៅខែមុនហ្នឹងទៀតនៅខែ6ប៉ុន្តែវាជន់គ្នាអញ្ចឹងអាព្រឹត្តិការណ៍នឹងជន់គ្នាហ្នឹងក៏ធ្វើឲ្យវល់បន្តិចដែរបាទដែលយើងមិនរំពឹងទុកទេតែពិតព្រឹត្តិការណ៍យើងទៅកើតឡើងនៅខែ6ថ្ងៃ26 27 28នេះតែដោយសារតែមានការជន់គ្នាអញ្ចឹងយើងត្រូវសម្របសម្រួលព្រោះយើងធ្វើម៉េចឲ្យមានការរួបរวมឲ្យមានសន្តិភាពអញ្ចឹងយើងបានដកឃ្លាអញ្ចឹងការជន់គ្នានេះវាធ្វើឲ្យបងប្អូនខ្លះដែលទិញស្តង់ហើយហ្នឹងក៏គាត់ដកទៅវិញខ្លះដែរជួនកាលបងប្អូនខ្លះគាត់ខុសពេលគាត់អ្នកខ្លះគាត់មើលទៅប្រហែលមានបញ្ហាហើយបានយើងលើកពេលលើកអីអញ្ចឹងវាសិតតែជាឧបសគ្គដែលយើងត្រូវដោះស្រាយហ្នឹងអាហ្នឹងគឺជាបញ្ហាដែលប្រឈមបញ្ហាមួយទៀតយើងលើកថ្ងៃហើយនោះត្រូវសុំទៅក្រសួងទៀតបាទត្រូវសុំក្រសួងពាណិជ្ជកម្មអំពីច្បាប់ទម្លាប់ដែលត្រូវធ្វើពិព័រណ៍ហ្នឹងហើយជន់គ្នាទៀតអាលើកទៅហ្នឹងជន់ខាងចិនមួយទៀតពិព័រណ៍ចិនមួយទៀតអញ្ចឹងទម្លាប់ទៅដោះស្រាយអាហ្នឹងបានហ្នឹងក៏រៀងបាក់សក់បន្តិចដែរបាទការជន់គ្នាហ្នឹងអញ្ចឹងយើងខិតខំសម្របសម្រួលហើយអរគុណដល់ក្រសួងពាណិជ្ជកម្មដែរបានផ្ដល់ឱកាសឲ្យពួកយើងបានធ្វើនៅថ្ងៃហ្នឹងអញ្ចឹងយើងបានធ្វើឲ្យព្រឹត្តិការណ៍នេះតទៅមុខបានមួយទៀតនៅក្នុងដំណើរហ្នឹងក៏មានក្រុមការងារយើងខ្លះក៏គាត់គិតថាมันអាចទៅរួចទេព្រោះពេលវេលាហ្នឹងវាខ្លីពេកអាការលើកពេលលើអីហ្នឹងណាអញ្ចឹងមានបងប្អូនខ្លះក៏ដកខ្លួនទៅបងប្អូនខ្លះក៏បន្តទៅអញ្ចឹងអាហ្នឹងក៏វាជាឧបសគ្គដែលកើតឡើងដែរប៉ុន្តែចុងក្រោយក៏អរគុណពួកគាត់ដែលបានចូលរួមតាំងពីដើមមកផ្ដល់គំនិតដល់កម្លាំងផ្ដល់ស្មារតីក្នុងការចូលរួមអញ្ចឹងត្រូវដោះស្រាយច្រើនហើយជាពិសេសទៅទៀតនោះគៀកពេលនោះទៅតាមដានមើលនៅអ្វីដែលពាក់ព័ន្ធពួកការងារធំបើជប៉ុនបានឃើញថាក្នុងព្រឹត្តិការណ៍នៅកើតឡើងអីខ្លះអញ្ចឹងវាត្រូវការរៀបចំនឹងគ្រប់ជ្រុងទាំងអស់អាឆាកនៅកណ្ដាលហ្នឹងមានព្រឹត្តិការណ៍ទាំងអស់តាមលំហូរនៃការងារហ្នឹងគឺពីថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ហ្នឹងសកម្មភាពច្រើនណាព្រឹកផ្សេងថ្ងៃផ្សេងយប់ផ្សេងបាទអញ្ចឹងអ្នកពាក់ព័ន្ធទាំងអស់អត់ទាន់រួចរាល់យើងត្រូវចូលរួមទៅជួយឲ្យទាន់ពេលបាទអញ្ចឹងមានរឿងខ្លះយើងត្រូវបត់បែនឲ្យលឿនឲ្យចោះជួយឲ្យលឿនដើម្បីឲ្យកិច្ចការហ្នឹងបានទៅរលូនទៅតាមផែនការរបស់យើងបាទអ្វីដែលបានកាត់ឡើងគឺជាចំណុចចាប់ផ្ដើមយើងចាប់ផ្ដើមលើកទី1ហើយយើងធ្វើបានល្អខ្លាំងមានការគ្រប់គ្រងច្រើនពីរាជរដ្ឋាភិបាលសូម្បីតែរដ្ឋមន្ត្រីក្រសួងទេសចរអេដាមហ៊ុនហាក់លោកក៏បានមានសេចក្តីពេញចិត្តហើយគ្រប់គ្រងហើយចង់ឲ្យព្រឹត្តិការណ៍នេះបានកើតឡើងលោកថាយ៉ាងហោចណាស់2 ដងក្នុងមួយឆ្នាំហើយបន្ទាប់មកថា4 ដងក្នុងមួយឆ្នាំរហូតដល់យើងអាចបង្កើតឲ្យទៅជាកន្លែងមួយមានភាពជាអចិន្ត្រៃយ៍តែម្ដងបាទដែលអាចធ្វើពិព័រណ៍ហ្នឹងក៏ដូចជាទៅជាផ្សារតែម្ដងអេដាមហ៊ុនហៃអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញលោកក៏គ្រប់គ្រងដែរថាធ្វើឲ្យបានច្រើនថែមទៀតនឹងមានកន្លែងនៅវត្តបទុមមុខវត្តបទុមអីផ្សេងៗដែលអាចជួយធ្វើឲ្យកន្លែងនឹងកាន់តែល្អទៀតឬតែល្អប្រសើរទៀតហើយខាង OCIC ដែលជាដៃគូមួយដែរយើងក៏អរគុណដល់ OCIC ដែរដែលបានខ្លាចជាដៃគូមួយគ្រប់គ្រងយើងដែលលោកចង់ឲ្យយើងបានជួយរកសហគ្រិនដែលល្អៗនោះទៅដាក់នៅទីតាំងរបស់គាត់នៅផ្សារផ្សេងៗរបស់ OCIC ជាដើមអញ្ចឹងនេះសុទ្ធតែជាអ្វីដែលយើងធ្វើបន្តហើយយើងនឹងក៏រៀបចំនៅព្រឹត្តិការណ៍បន្តដែរយើងនឹងសហការជាមួយនឹងរាជធានីភ្នំពេញយើងសហការជាមួយនឹងក្រសួងទេសចរក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងទៀតដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យបានកាន់តែធំហើយច្បាស់លាស់ហើយកាន់តែមានស្តង់ដារហើយកាន់តែជួយពិតប្រាកដជួយទៅដល់សហគ្រិនអាហារនេះឲ្យគាត់មានសមត្ថភាពពង្រឹងហើយនឹងពង្រីកទាំងក្នុងប្រទេសរហូតដល់ធ្វើម៉េចនាំចេញទៅក្រៅប្រទេសបានទៀតចឹងនេះហើយជាអ្វីដែលយើងត្រូវតែបន្តធ្វើជាបន្តទៀតអ្វីដែលត្រូវបន្ថែមទីមួយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្រសួងទាំងអស់ដែលបានចូលរួមគ្រប់គ្រងទាំងសសយកទាំង OCIC ទាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មមានសហគ្រិនខ្មែរនិងមានបងប្អូនអស់ជាម្ចាស់ស្តង់គណៈកម្មការដែលស្ម័គ្រចិត្តចូលរួមក្នុងក្រុមការងារទាំងអស់ដែលបានចូលរួមនោះទាំងចុងភៅទាំងសិល្បករទាំងក្រុមការងារទាំងអស់តែម្ដងដែលបានចូលរួមហ្នឹងគឺថាបានដុតដៃដុតជើងកន្លងមកហ្នឹងគឺពិតជាបានចូលរួមចំណែកជានិមិត្តរូបនៃភាពរួបរวมសាមគ្គីដែលនេះហើយជា
ជាចំណុចសំខាន់ការធ្វើឲ្យខ្មែរយើងខ្លាំងពិតប្រាកដការដែលរួបរวมនេះឲ្យដែលធ្វើឲ្យយើងមានកម្លាំងពិតប្រាកដក្នុងការចាប់ផ្ដើមហើយតែយើងមានកម្លាំងចាប់ផ្ដើមហើយរឿងអីផ្សេងៗទៀតគឺយើងនឹងអាចធ្វើទៅបានអញ្ចឹងខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមកន្លងមកហើយក៏អរគុណដល់ប្រជាពលរដ្ឋយើងដែលបានចូលរួមគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះហើយជាពិសេសក៏ដូចជាម្ចាស់ស្តង់ដែលបានទុកចិត្តក្នុងការចូលរួមដំណើរជាមួយគ្នានៅក្នុងព្រឹត្តិការណ៍ដែលធ្វើឲ្យមិនតែពួកគាត់ទេទទួលបានផលប្រយោជន៍ប៉ុន្តែសង្គមជាតិទាំងមូលស្មារតីរួមនៃសង្គមរបស់យើងក៏បានធ្វើឲ្យកាន់តែប្រសើរឡើងអញ្ចឹងខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្នុងនោះក៏មានទាំងសារព័ត៌មាន RT ដែរដែលសកម្មខ្លាំងនៅក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍របស់យើងហើយជាពិសេសដែរក៏អរគុណដល់លោកទេពសភារៈដែលជាប្រធានបទដែលបានដឹកនាំក្រុមការងារឲ្យដំណើរការទៅបានដោយរលូនអញ្ចឹងខ្ញុំមានតែការអរគុណទៅដល់អ្នកពាក់ព័ន្ធទាំងអស់អ្នកខ្លះអត់បានលើកឈ្មោះចំប៉ុន្តែបង្ហាញពីការគោរពការឲ្យតម្លៃទៅដល់ពួកគាត់ទាំងអស់គ្នាបាទបាទសូមអរគុណបាទ